41អ្នកគ្រូសង្ឃឹមថាកូនកូនទាំងអស់គ្នាពិតជាអានបានត្រឹមត្រូវចាអញ្ចឹងកូនមើលថាតើលេខ1នៅក្នុងខ្ទង់អីកូនលេខ1គឺស្ថិតនៅក្នុងខ្ទង់រាយលេខ4ស្ថិតនៅក្នុងខ្ទង់10លេខ3ស្ថិតនៅក្នុងខ្ទង់100លេខ5ស្ថិតនៅក្នុងខ្ទង់1000ចំណែកឯលេខ6នេះគឺស្ថិតនៅក្នុងខ្ទង់ចាគឺស្ថិតនៅក្នុងខ្ទង់10000អញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនកូនទាំងអស់គ្នាមានការចងចាំបានល្អចំពោះការសិក្សាចំនួនកាលពីថ្នាក់ទី3អញ្ចឹងនៅថ្ងៃនេះអ្នកគ្រូនឹងនាំកូនកូនទាំងអស់គ្នាទៅចូលរួមសិក្សាមេរៀនទី1សម្រាប់ថ្នាក់ទី4អញ្ចឹងសូមចូលរួមតាមដានជាមួយនឹងអ្នកគ្រូបន្តអញ្ចឹងនៅថ្ងៃនេះកូនកូនទាំងអស់គ្នានឹងបានរៀននៅមេរៀនទី1គឺចំនួនហើយខ្លឹមសារដែលកូនកូនត្រូវសិក្សានៅថ្ងៃនេះគឺចំនួនគត់ដល់100,000ចាអញ្ចឹងកូនទាំងអស់គ្នាមើលគណិតវិទ្យាថ្នាក់ទី4មេរៀនទី1ចំនួនចាអញ្ចឹងយើងនឹងសិក្សាអំពីចំនួនគត់ដល់100,000ចាអញ្ចឹងនេះគឺជាឆ្នាំថ្មីរបស់កូនចាដែលកូនចាប់ដើមរៀននៅគណិតវិទ្យាថ្នាក់ទី4ដូច្នេះគណិតវិទ្យាថ្នាក់ទី4របស់យើងនឹងសិក្សាដល់ចំនួន100,000ដែលមេរៀននេះគឺដកស្រង់ចេញពីសៀវភៅនៅទំព័រទី1ចាអញ្ចឹងសូមកូនឆែកសៀវភៅកូនមើលថាតើនៅទំព័រទី1នេះគឺជាមេរៀននឹងដែរឬទេចានេះគឺទំព័រទី1ចាអញ្ចឹងយើងសិក្សាមេរៀនទី1យើងគឺចំនួនដែលចំណុចដំបូងគេគឺចំនួនដល់100,000ចាអរគុណកូនកូនទាំងអស់គ្នាកាលពីថ្នាក់ទី3កូនបានឃើញនៅត្រឹមខ្ទង់10000អញ្ចឹងថ្ងៃនេះយើងនឹងសិក្សាដល់ខ្ទង់សែនហើយបន្ទាប់ពីកូនកូនទាំងអស់គ្នាបានសិក្សាមេរៀននេះចប់អ្នកគ្រូសង្ឃឹមថាកូនកូនទាំងអស់គ្នាចេះអានតាមខ្ទង់តាមថ្នាក់នៅចំនួនដែលកូនបានជួបនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃហើយកូនក៏អាចយកចំណេះដឹងនេះទៅប្រើនៅក្នុងមុខវិជ្ជាផ្សេងទៀតបានដែរចាអញ្ចឹងជាបន្តអ្នកគ្រូនឹងបង្ហាញតារាងមួយជូនកូនទាំងអស់គ្នាអញ្ចឹងកូនទាំងអស់គ្នាសង្កេតមើលតារាងនេះមើលថាតើមានអីខ្លះនៅក្នុងនេះ